បងប្អូននេះកសក់ខ្ញុំចាប់ដើមក្តាប់ហើយដាំម្ដងអត់ដែរបានញ៉ាំទេមកនេះបានញ៉ាំហើយចង់កសក់នោះវារៀងពិបាកថាយដោយសារអីសវោសម្ោចវាចូលចិត្តឡើងតែសម្ោចឡើងចាយក៏វាឡើងហើយធ្វើឲ្យសក់វារួញអញ្ចឹងអត់បានខ្ពស់គេទេតែកម្ពស់នេះបានមកចាអាមរួចផ្លែហើយនេះខ្ញុំចាប់ដើមដាក់ដាំបន្តទៀតនិយាយបន្តតែវីកូនក្មេងរំខាននេះមេរំខាននេះហើយនេះជីអង្កាមដាំជាមួយជីនឹងវងចាប់ដើមលោហើយនេះស្លឹកខ្ទឹមដាំរដងអត់កើតទេមកនេះដាំចាប់ដើមកើតហើយបានដោះចិត្តបានកាត់ហូបហើយនេះដើមពេញប៉ោះឈើរីបងប្អូនដើមកម្ពស់បានចិត្តកន្លះម៉ែត្រហើយអត់ទាន់បានចេញផ្កាទេដាំសាកល្បងដែរនេះទៅពាំងបារាំងខ្ញុំបងប្អូនចាប់ដើមដុះហើយដាំសាកល្បងចាំមើលបានញ៉ាំអត់ដុះបានមួយដើមពីរដើមបាន3ដើមនេះមកកាត់តកូនអត់ទាន់ធំទេប៉ុន្តែត្រូវស្លោហើយអញ្ចឹងត្រូវទៅកាត់ខ្ចីល្អឥឡូវចូលដល់វគ្គកាត់ស្ពៃចង្កឹះម្ដងហើយបងប្អូនស្ពៃចង្កឹះបងប្អូនដាំខ្លួនឯងចេះបងប្អូនបាច់ដកទេបងប្អូនកាត់តែធៀងវាមកបងប្អូនគ្រាន់តែស្រោចទឹកទៅបានហូបបន្តទៀតធ្វើអញ្ចេះចំណេញដាំតែម្ដងហូបរាប់ខែចាហើយបន្ទាប់ពីកាត់ស្ពៃចង្កឹះហើយឥឡូវចូលដល់វគ្គកាត់ដាំខិនឆាយនេះខ្ញុំដាំដាក់កំប៉ុងទឹកដោះគោអត់ទៅជាល្អបងប្អូនមកដាក់នៅឡាំងស្នោល្អបន្ទាប់មកទៅផ្សារផ្លេចទិញម្អមមកកាត់ម្អមទៅដាំទម្លាប់បានត្រួយខ្លីកាត់ប្រហើយហ្មងទៅបើអត់បានទិញផ្សារមកឥឡូវនេះចូលដល់វគ្គបេះជីរណានេះរៀងអត់សូវល្អបងប្អូនដោយសារខ្ញុំដាំទៅមានដោះផាសិននេះគោផាសិននៅចិត្តហ្នឹងដល់អញ្ចឹងផាសិនវាបឺតជីអស់បានខ្ញុំទៅដាក់គីឡូជីនេះបានប្រហែលជា2-3ថ្ងៃទេស្លឹកវារៀងខ្លីអញ្ចឹងបងប្អូនដាំបន្លែនៅជុំផ្ទះងាយស្រួលដែរទៅការហូបមិនបាច់ចាំទិញនៅផ្សារដើម្បីកាត់បន្ថយការចំណាយហើយมันមានជាតិគីមីទៀតដាក់ដាំទៅពេលខ្លះគោមិនមែនជាតែបានផលស្រួលដែរបន្លែខ្លះត្រូវការថែទាំឲ្យបានដិតដល់ដែរมันបានផលវិញ